តើត្រូវអនុវត្ត VAT reverse charge ដែរឬទេបើទិញទំនិញឬសេវា digital ពីក្រុមហ៊ុនបរទេសដែលវិក័យប័ត្រមិនមានរំលេចឬបញ្ជាក់ពី VAT ទាល់តែសោះតើតម្លៃទំនិញឬសេវានោះត្រូវសន្មតថារួមបញ្ចូល VAT ដែរឬទេសូមទស្សនិកជនទាំងអស់អញ្ជើញស្ដាប់ការបកស្រាយរបស់លោកបណ្ឌិតអេងរតនាប្រធាននាយកដ្ឋាននៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារដូចតទៅគាត់ទិញអនឡាញមកហើយមិនដឹងថាគេចុះបញ្ជីអត់ទេមើលទៅគាត់អ្នកទិញអ្នកលក់ក្រៅនោះហើយខ្ញុំចម្លើយឲ្យខ្លីចេះក្នុងនាមជាអ្នកទិញដែលយើងជាក្រុមហ៊ុនចុះបញ្ជីក្នុងនាមអ្នកទិញគឺទោះបីជាគេចុះបញ្ជីក៏ដោយគេមានចុះបញ្ជីក៏ដោយគេអត់ចុះបញ្ជីក៏ដោយគឺទី1ត្រូវតែបង់ពន្ធកាត់ទុកទៅឆាចកាត់ទុកពីគេ 14% យកមកបង់ប្រទេសដែលអត់មានស្ថិតិសញ្ញាហើយវាមានស្ថិតិសញ្ញា 10% ទី2គឺអនុវត្ត reverse charge 10% ហើយយកទៅបង់ជូនគេឋានពន្ធដារហើយអន claim នៅក្នុងខែហ្នឹងក៏ពិតអត់មានខាតអីទេបើបន្ទុក VAT នេះអត់មានជាបន្ទុកក្រុមហ៊ុនយើងទេបើយើងអត់យកមកបង់អានោះបានបន្ទុកតែគេផាកពីនៃទៅជាប់ពីនៃបន្ទុកហើយបាទប៉ុន្តែ VAT ខ្លួនឯងហ្នឹងគឺមិនមែនជាបន្ទុកក្រុមហ៊ុនទេគឺបង់ហើយយើងទៅ claim វិញបានជាមួយ output របស់យើងអាកោដែលធៀបចេញយើងអញ្ចឹងសូម្បីគេអ្នកគាត់គង់ចុះបញ្ជីក៏ដោយមិនចុះបញ្ជីក៏ដោយក៏ត្រូវតែអនុវត្តទាំងពីរប៉ុន្តែបើសិនជាអ្នកជប៉ុននោះបានចុះបញ្ជីអាហ្នឹងបើសិនតែគាត់លក់ឲ្យអ្នកទិញដែលមិនបានចុះបញ្ជីគាត់ច្បាស់ជាដាក់វត្ត 10% ហើយបំបែកគាត់ថាឆាច 10% បន្ថែមហើយក្នុងនាមយើងអ្នកចុះបញ្ជីបើសិនជាគេដាក់វត្ត 10% ហើយយើងមិនបាច់ reverse charge ទៀតទេយើងយកវា invoice ទៅយើងទៅ claim input បានឥឡូវអត់អីទេតែបើគេមិនបំបែកទេយើងទៅ charge 10% ហើយគេហៅ reverse charge បង់អញ្ចឹងមិនមែនមានន័យថាលើកទឹកចិត្តឲ្យអត់ផ្ដល់ព័ត៌មានឲ្យគេឆាចវត្ត 10% ទេណាប៉ុន្តែជាគោលការណ៍គឺគេតម្រូវឲ្យយើងអ្នកទិញត្រូវផ្ដល់ព័ត៌មានឲ្យគ្រប់ទៅអ្នកលក់ដើម្បីអ្នកលក់ដឹងថាអ្នកទិញនេះគឺគាត់មានរបបជារបបស្វ័យប្រកាសអញ្ចឹងមិនបាច់ឆាច់វត្ត 10% ទេតែបើសិនជាយើងមិនផ្ដល់ព័ត៌មានគ្រប់គេឆាយើងអាហ្នឹងយើងអាចស្នើសុំបានឲ្យបំបែកវត្តបានស្នើសុំបាន invoice បញ្ជាក់ច្បាស់លាស់នឹងអាចយកមកស្នើសុំបានយើងលើកលែងបើតែមុនយើងអត់ឲ្យទេប៉ុន្តែឥឡូវដើម្បីជួយជំរួលយើងថាអូខេអាចសុំអានទៀតបានបើសិនមានផតាំងច្បាស់លាស់ថាគេបានឆាចវត្តនៅលើ invoice ច្បាស់លាស់បាទអានឹងអាចសុំបានប៉ុន្តែមិនលើកទឹកចិត្តឲ្យធ្វើចឹងទេមានទឹកចិត្តឲ្យសុំផ្ដល់ព័ត៌មានឲ្យច្បាស់លាស់ទៅអ្នកផ្គត់ផ្គង់បាទដើម្បីងាយស្រួលក្នុងការគ្រប់គ្រងឲ្យឋានពន្ធដារដែរពីព្រោះអ្នកលក់កាលណាគាត់លក់ឲ្យអ្នករបបផ្សាយប្រកាសគាត់ត្រូវតែរំលេចឈ្មោះប្រកាសនៅក្នុងបញ្ជីទៅតាមសេចក្តីណែនាំរបស់ឋានពន្ធដារច្បាស់លាស់ថាលក់ឲ្យអ្នកណាក្រុមហ៊ុនណាប្រមាណបាទតែបើសិនជាគាត់លក់ឲ្យអតិថិជនគាត់មិនមានព័ត៌មានគ្រប់គ្រាន់ដែលត្រូវប្រកាសអស់ទេអញ្ចឹងគេឋានពន្ធដារត្រូវទៅការតាមដានដែរករណីនេះបាទសូមបញ្ជាក់អញ្ចឹងលើកទឹកចិត្តឲ្យផ្ដល់ព័ត៌មានឲ្យគ្រប់ទៅដល់អ្នកលក់បាទដើម្បីឲ្យបានត្រឹមត្រូវតាមសេចក្តីណែនាំក៏ដូចជាប្រកាសរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ